រត់ឆ្ងល់រឿងតែមិនទាន់ចាត់ការលោកហ៊ុនតូក្រោយធនាគារទី2របស់លោកក៏ត្រូវបានបិទទ្វារបងប្អូនប្រហែលជាដឹងគ្រប់គ្នាហើយថាធនាគារ3ថ្មីទៀតដែលធនាគារជាតិគឺធនាគារកណ្ដាលបានប្រកាសបិទទ្វារហើយនឹងដាក់ឲ្យជំរះបញ្ជីបានន័យថាធនាគារទាំងអស់នេះគឺអាចខ្សែធនឬក៏មិនអាចដំណើរការបានទេបានជាធនាគារជាតិដាក់ឲ្យជំរះបញ្ជីមានន័យថាអតិថិជនទាំងអស់នៃធនាគារទាំងអស់នេះនឹងត្រូវជួបបញ្ហាប្រឈមនឹងការដកប្រាក់មិនបានឬក៏មានរឿងមិនខុសគ្នាពីធនាគារ Hoi One Pay ដែលបិទទ្វារនិងធនាគារមុនរបស់ Prince Group ដែលមានបញ្ហានោះដែរទេហើយដំណោះស្រាយយ៉ាងណានោះគឺយើងមិនដឹងទេក៏ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ធនាគារ3នៅក្នុងចំណោមធនាគារដែលទើបតែនឹងបិទទ្វារថ្មីដែលប្រកាសដោយធនាគារជាតិកម្ពុជានឹងមានមួយគឺធនាគារ H&H Bank H&H Bank នេះតាមពិតឈ្មោះពេញគឺ Heng He ធនាគារ Heng He នេះគឺមែនតើមានលោកហ៊ុនតូដែលមានភាគហ៊ុន20%នៅក្នុងហ្នឹងគឺទឹកប្រាក់ដែលវិនិយោគតាមរបាយការណ៍របស់ធនាគារនេះកាលពីឆ្នាំ2021គឺលោកហ៊ុនតូមានប្រាក់វិនិយោគនៅក្នុងធនាគារនេះចំនួន$15 លានដែលក្រៅពីលោកហ៊ុនតូគឺមានជនជាតិចិនជាច្រើននៅក្នុងនោះក៏ជាអ្នកវិនិយោគដែរហើយលោកហ៊ុនតូដោយសារតែវិនិយោគ$15 លាននៅក្នុងធនាគារ H&H នេះក្នុងរចនាសម្ព័ន្ធនេះគឺលោកមានឋានៈជាអភិបាលបានន័យថាជា Director ជានាយកនៅក្នុងផ្នែកនៃធនាគារនឹងដែរមានន័យថាមានសិទ្ធិសម្រេចសពបែបយ៉ាងនៅក្នុងធនាគារព្រោះជានាយកមួយដែរក្រៅពីហ្នឹងក៏មានអ្នកដែលដាក់ភាគហ៊ុន25%គឺមាន Jane Island Jane Island នេះគឺជាជនជាតិចិនដែលមានភាគហ៊ុននៅក្នុងធនាគារ H&H Bank ក្រៅពី Jane Island មាន Zhu Zhongjian លោក Zhu Zhongjian នេះក៏មានភាគហ៊ុនប្រហែលជា25%ហើយសិតតែមានតួនាទីជាអភិបាលឬក៏ជានាយកដូចតែលោកហ៊ុនតូនៅក្នុងធនាគារនឹងដូចគ្នាដោយសារតែភាគហ៊ុនមានច្រើនដូចគ្នាហើយបងប្អូនអ្នកដែលជាប់ឈ្មោះដែលខ្ញុំហៅមិញនេះគឺមានទាំងលោកហ៊ុនតូមានទាំងលោក Jane Island មានទាំងលោក Zhu Zhongjian គឺសុទ្ធតែជាអ្នកជាប់នៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលជាតិអាមេរិកទាំងអស់បងប្អូនមានចាំទេកាលពីខែកញ្ញាឆ្នាំ2025គឺរដ្ឋាភិបាលជាតិអាមេរិកដាក់ទណ្ឌកម្មបុគ្គលជិត20នាក់និងក្រុមហ៊ុនជាច្រើនដោយទាំងក្រុមហ៊ុនធនាគារអីផ្សេងទៀតផងនៅក្នុងចំណោមជិត20នាក់ហ្នឹងគឺមានឈ្មោះលោកហ៊ុនតូមានឈ្មោះលោក Chen Island មាន Zhu Zhongjian ដែលជាអ្នកដែលសុទ្ធតែជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញហ្នឹងដែលធនាគារអាមេរិកគឺបិទរាល់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មធនាគារជាមួយនឹងធនាគារទាំងអស់នេះឲ្យបង្កក់ប្រាក់ឬក៏ទប់ស្កាត់ថ្កោលទោសដាក់ទណ្ឌកម្មអីសពបែបយ៉ាងអញ្ចឹងបានន័យថានៅក្នុងធនាគារ H&H នេះដែលមានលោកហ៊ុនតូជានាយកផងហើយមានលោក Chen Island និង Zhu Zhongjian ហ្នឹងគឺត្រូវបិទទ្វារអាចមកពីដោយសារតែរឿងបញ្ហាឆបោកអនឡាញដែលចាប់ផ្ដើមប្រព័ន្ធលុយនៅក្នុងការឆបោកហ្នឹងក៏វារីងហួតខាស់អស់ទៅហើយមិនអាចប្រតិបត្តិការបានក៏នេះប៉ុន្តែធនាគារជាតិកម្ពុជាអត់បាននិយាយថាការបិទធនាគារ H&H Bank នេះដែលមានលោកហ៊ុនតូជានាយកដែរនេះគឺដោយសារតែរឿងឆបោកអនឡាញឬក៏លាងលុយកខ្វក់អីទេគឺបិទដោយតែរឿងក្រុមធនាគារ HP របស់លោកហ៊ុនតូដែរបងប្អូននេះគឺជាធនាគារទី2ហើយរបស់លោកហ៊ុនតូដែលធនាគារជាតិបិទណាហើយធនាគារទាំងអស់នេះសុទ្ធតែជាប់នៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលជាតិអាមេរិកទាំងអស់សូម្បីតែ Hoi One Pay ហ្នឹងក៏ជាប់Hoi One Group ហ្នឹងរបស់លោកហ៊ុនតូហ្នឹងក៏ជាប់ដែរប៉ុន្តែអញ្ចេះឥឡូវនិយាយឲ្យស្មោះត្រង់ហើយនឹងឲ្យយុត្តិធម៌សម្រាប់លោកហ៊ុនតូសេចក្តីថ្លែងការណ៍របស់លោកហ៊ុនតូកាលពីមួយខែមុនឬក៏មួយខែជាងមុននេះដែលគាត់បានអះអាងថាគាត់មានភាគហ៊ុនតែ30%ប៉ុណ្ណោះនៅក្នុងធនាគារ Hoi One Pay ឬក៏ Hoi One Group ដែលពាក់ព័ន្ធនឹងការឆបោកអនឡាញដែលអាមេរិកដាក់ទណ្ឌកម្មនេះគាត់ថាភាគហ៊ុន30%គាត់គ្មានតួនាទីអីទាំងអស់នៅក្នុងក្រុមហ៊ុនដែលមិនអាចសម្រេចការអីបានទាំងអស់ដូច្នេះគាត់មិនតាក់ទងនឹងការជាប់ពាក់ព័ន្ធទៅនឹងក្រុមហ៊ុន Hoi One Pay ឬក៏ឆបោកអនឡាញគឺបានន័យថាគាត់អត់មានសិទ្ធិចូលសម្រេចនៅក្នុងកិច្ចការអីទេគាត់មានតែភាគហ៊ុន30%នេះហើយគឺជាការដោះសារយ៉ាងរាក់កផែលរបស់លោកហ៊ុនតូមនុស្សដែលមានចំណែកភាគហ៊ុន30%នៅក្នុងក្រុមហ៊ុនមួយអត់មានសិទ្ធិសម្រេច30%ច្រើនណាស់ណាបងប្អូនច្រើនមែនតើហេតុអីបានជាអ្នកដែលមាន30%អត់មានសិទ្ធិសម្រេចនៅក្នុងក្រុមហ៊ុន Hoi One Group ឬក៏ Hoi One Pay ហ្នឹងបែរជាគិតថាអ្វីៗកើតឡើងគឺមិនតាក់ទងនឹងលោកហ៊ុនតូខ្លួនឯងទេព្រោះគ្រាន់តែជាម្ចាស់ភាគហ៊ុន30% 30%ស្ទើរតែពាក់កណ្ដាលនៃភាគហ៊ុនទៅហើយហ្នឹងចុះឥឡូវនៅក្នុងធនាគារ H&H Bank នេះលោកមានភាគហ៊ុនតែ20%តែ$15 លានសោះហេតុអីបានជាលោកមានភារៈជាអភិបាលរបស់ធនាគារនេះគឺជាកំបិតចិត្តដងឯងនេះគឺជាការដែលបង្ហាញអំពីការដោះសាររបស់លោកហ៊ុនតូដែរប៉ុន្តែបងប្អូនលោកហ៊ុនតូនៅប្រទេសកម្ពុជាអត់ទាន់ជាប់ចោតពីបទអីទាំងអស់អញ្ចឹងនៅក្នុងប្រទេសកម្ពុជានេះគឺលោកហ៊ុនតូនៅតែជាមនុស្សអត់ទាន់មានកំហុសទេអញ្ចឹងដើម្បីយើងរក្សាសិលធម៌គុណធម៌សុជីវធម៌និងនីតិវិធីច្បាប់តុលាការយើងមិនត្រូវចាត់ទុកលោកហ៊ុនតូជាអក្រិតជនឬក៏ជាជនសង្ស័យអីទាំងអស់តាក់ទងនៅក្នុងប្រព័ន្ធច្បាប់កម្ពុជាព្រោះតុលាការដោយច្បាប់កម្ពុជាក៏បានចែងច្បាប់អន្តរជាតិក៏ចែងដែរបុគ្គលណាក៏ដោយដែលមិនទាន់រកឃើញដោយតុលាការឯករាជ្យថាមានទោសឬក៏មានពិរុទ្ធអីគឺនៅតែជាជនស្អាតស្អំអត់ទាន់មានកំហុសទេដូច្នេះខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាត្រូវគោរពគោលការណ៍សិលធម៌និងវិជ្ជាជីវៈហើយនឹងនីតិវិធីច្បាប់នេះមួយដែរដើម្បីរក្សាកិត្តិយសរបស់លោកហ៊ុនតូនៅក្នុងករណីដែលគាត់អត់ប្រព្រឹត្តកំហុសហើយយើងនាំគ្នាចោទប្រកាន់គាត់ខ្ញុំនិយាយចឹង
នេះខ្ញុំចង់និយាយថាជាសិលធម៌គឺលោកហ៊ុនតូអត់ទាន់មានកំហុសអីទាំងអស់ព្រោះតុលាការកម្ពុជាអត់ទាន់បើកការស៊ើបអង្កេតហើយក៏អត់ទាន់ដាក់ការសង្ស័យថាលោកហ៊ុនតូបានប្រព្រឹត្តបទល្មើសអីនៅឡើយនោះដែរអញ្ចឹងនៅក្នុងន័យនេះដូចខ្ញុំបានជម្រាបអញ្ចឹងគឺវាអាស្រ័យទៅលើតុលាការកម្ពុជានិងអាជ្ញាធរកម្ពុជានៅក្នុងការចាត់ការទេក៏ប៉ុន្តែលោកហ៊ុនតូបានជាប់ឈ្មោះជាជនសង្ស័យនៃការឆបបោកអនឡាញឬក៏ប្រព្រឹត្តអំពើអកតកម្មនៃការឆបបោកអនឡាញដោយការមានភាគហ៊ុនឬក៏ជា director ឬក៏ជានាយកនៅក្នុងក្រុមហ៊ុន Huawei OnePay ឬក៏ HP នេះដែលអាមេរិកដាក់ទណ្ឌកម្មយូរហើយឥឡូវនេះធ្លាក់មកដល់ធនាគារនេះមួយទៀតដែលធនាគារនេះគឺលោកហ៊ុនតូក៏មានជាប់ពាក់ព័ន្ធជាមួយមន្ត្រីទាំងអស់នេះដែលមានឈ្មោះជនជាតិចិន Island និងលោក Zhu Zhong ជាអីនេះសុទ្ធតែអាមេរិកកោតទោសទាំងអស់ហើយមានភាគហ៊ុននៅក្នុងធនាគារនេះហើយតែត្រឹម 20% សោះលោកហ៊ុនតូជានាយកទៅទៀតអញ្ចឹងបានន័យថានៅក្នុងក្រុមហ៊ុន Huawei OnePay ឬក៏ H1Pay ហ្នឹងបើសិនជាគេស៊ើបអង្កេតស្រួលបួលគឺគេនឹងរកឃើញថាលោកហ៊ុនតូក៏ជាអ្នកគ្រប់គ្រងប្រព័ន្ធឆបបោកអនឡាញដែលយកបង្កើតធនាគារ Huawei OnePay ឬក៏ Huawei One Group នេះដែរក៏ប៉ុន្តែកម្ពុជាជ្រើសរើសមិនស៊ើបអង្កេតជ្រើសរើសមិនធ្វើអ្វីទាំងអស់ទុកឲ្យឆ្ងល់ហើយទុកឲ្យសាធារណជនទូទៅចេះតែនាំគ្នាសង្ស័យរឿងនេះអត់បានប្រយោជន៍អីដល់លោកហ៊ុនតូអត់បានប្រយោជន៍អីដល់ប្រទេសកម្ពុជាផ្ទុយទៅវិញវានឹងកាន់តែទម្លាក់បន្ទុកនេះកាន់តែធ្ងន់ទៅលើលោកហ៊ុនតូដែលឲ្យមានវិមតិសង្ស័យបងប្អូនត្រូវចាំថាច្បាប់រក្សាសិទ្ធិមិនឲ្យចោទប្រកាន់អ្នកណាម្នាក់ថាមានទោសនៅពេលដែលតុលាការមិនទាន់បានរកទោសកំហុសឃើញក៏ដោយក៏ប៉ុន្តែច្បាប់ជាទូទៅតាម logic គឺពាក្យថាសង្ស័យគឺបានប្រយោជន៍ដល់សាធារណជនបើគេសង្ស័យគាត់ថាប្រព្រឹត្តបទឧក្រិដ្ឋហើយមិនមានការស៊ើបអង្កេតអីដើម្បីឲ្យអស់មន្ទិលគឺបានប្រយោជន៍ទៅសាធារណជនទូទៅនៅក្នុងការដាក់ការសង្ស័យមន្ទិលទៅលើលោកហ៊ុនតូទី1ទី2មន្ទិលទៅលើអាជ្ញាធរខ្មែរថានៅកាងការពារលោកហ៊ុនតូដែលមិនឲ្យចាប់ដោយសារលោកហ៊ុនតូជាក្មួយរបស់លោកហ៊ុនសែនអញ្ចឹងអានេះគឺជាវិញ្ញាសាមួយទៀតសម្រាប់រដ្ឋាភិបាលកម្ពុជាដើម្បីរកយុត្តិធម៌ឲ្យលោកហ៊ុនតូរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋខ្មែរទាំង18លាននាក់និងរកយុត្តិធម៌ឲ្យពិភពលោកជាពិសេសគឺដើម្បីជំរះបញ្ជីពីឈ្មោះដែលមាននៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលជាតិអាមេរិកដើម្បីឲ្យបរិយាកាសវិនិយោគនៅប្រទេសកម្ពុជាថ្លាឡើងវិញបើមិនដូច្នេះទេគឺយើងនឹងមហន្តរាយហើយថ្មីនេះមានមន្ត្រីរបស់គណៈបព្វជិជនកម្ពុជាខ្លួនឯងក៏ឡើងមកនិយាយទទួលស្គាល់ថាបើមិនចាត់ការរឿងឆបោកអនឡាញឲ្យបានមានតម្លាភាពប្រសិទ្ធភាពទេកម្ពុជានឹងចុះនរកហើយដូច្នេះអស់លោកខ្លួនឯងក៏ដឹងខ្លួនដែរហើយខ្ញុំលើកទឹកចិត្តឲ្យដោះស្រាយចាត់ការតាមការគួរទៅទី1រកយុត្តិធម៌ឲ្យលោកហ៊ុនតូទី2រកយុត្តិធម៌ឲ្យកម្ពុជាទី3ដើម្បីជំរះមន្ទិលពិភពលោកកុំឲ្យគេចាត់ទុកថាយើងជាសម្រាមជាឋាននរុអវជ័យនៃការលាងលុយឆបោកអនឡាញហើយខ្សែខ្នងរបស់លោកហ៊ុនសែនគឺធ្វើឲ្យអត់បានក្រៅពីលោកហ៊ុនតូននឹងមានអ្នកណាទៀតគឺលោកកុកអាននិងលោកលីយ៉ុងផាត់ចាត់ការពួកគាត់ទៅរកយុត្តិធម៌ឲ្យពួកគាត់ផងខ្ញុំនិយាយខ្លីតែប៉ុណ្្នឹងទេហើយបើអត់ទេគឺយើងនៅជាប់សំណាញ់ប្រជាពលរដ្ឋពិភពលោកគេនៅតែគិតថារឿងស្រុកខ្មែរមិនអាចរកស៊ីបានទេព្រោះអីអ្នកប្រព្រឹត្តបទឧក្រិដ្ឋនៅរួចខ្លួនដោយសារអ្នកមានខ្នងមានខ្សែជាប់ខ្សែលោកហ៊ុនសែនអីចឹងទៅហើយឥឡូវឃើញធនាគារទី2បិទទៅទៀតហើយធនាគារបិទអស់6 7ហើយហ្នឹងតើយើងទៅឲ្យមានទំនុកចិត្តពីអតិថិជនអារឿងបិទធនាគាររឿងអីគឺជារឿងមួយអកុសលទៅហើយប៉ុន្តែរឿងអត់ស៊ើបអង្កេតនេះគឺជារឿងធំបំផុតហើយអ្នកដែលតូមនិញខកចិត្តជាងគេគឺលោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហជីវជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាដែលលោកមកសួរមេដឹកនាំខ្មែរសួរថាចុះបើចាត់ការអញ្ចឹងហេតុអីក៏មិនចាប់បានត្រីធំមួយសោះហេតុអីមិនចាប់អក្រិតជនដែលនៅពីក្រោយទាំងអ្នកចំនួនទាំងអ្នកអីជាប់ខ្សែបាក់ពួកអីហ្នឹងយកមកដោះស្រាយតាមនីតិវិធីគាត់សួរអញ្ចឹងអស់ត្រឹមអ្នករាយការណ៍ពិសេសអង្គការសហជីវជាតិគាត់សួរឆ្ងល់ដូចយើងដែរនេះយើងធម្មតាប្រជាពលរដ្ឋចេះតែឆ្ងល់តែអ្នកបរទេសមកពីអាមេរិកសោះឲ្យចុះទៅស្រុកខ្មែរគាត់ឆ្ងល់ដូចយើងហើយយើងទុកឲ្យគាត់ឆ្ងល់ដែរបាទឥឡូវខ្ញុំស្លេះរឿងនេះហើយទុកឲ្យបងប្អូនគិតគូរពិចារណាតាមការគួរហើយបើចង់ដឹងរឿងនេះច្បាស់ថាលោកហ៊ុនតូយ៉ាងម៉េចសួរលោកហេងសុធីអុកញ៉ាហេងសុធីនឹងអាភ័ព្វគ្មានអ្នកណាហ៊ានបកអាក្រាតមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលទេព្រោះដឹងហើយនៅស្រុកខ្មែរគឺគេសុកចិត្តហូបចេកខ្ចីនៅស្ងៀមជាជាងសដីទៅពីចេកខ្ចីជាជាងតនេមាត់ព្រោះអីតែនិយាយទៅបើមិនគុកគឺស្លាប់លោកហេងសុធីរាយការណ៍បកអាក្រាតលោកហ៊ុនតូមកតំហឹងបានភៀសខ្លួនទៅដល់ណានៃជិតដល់ទឹកដីរុស្ស៊ីត្រូវបានប៉ូលីសអង្គតាប៉ូលសហការចាប់បញ្ជូនខ្លួនយកមកឃុំខ្លួននៅពន្ធនាគារបាត់ទៅចោទពីបទបរិហាគេតើទៅចោទលោកហេងសុធីពីបទបរិហាគេយ៉ាងដូចម្ដេចទៅនៅពេលដែលរដ្ឋាភិបាលជាតិអាមេរិកនេះគេដាក់ឈ្មោះលោកហ៊ុនតូក្នុងបញ្ជីខ្មៅដែរហើយបើអញ្ចឹងអត់ស៊ើបអង្កេតដើម្បីរកយុត្តិធម៌ឲ្យលោកហេងសុធីដែរទេអញ្ចឹងចាប់គាត់យកទៅបិទមាត់ដាក់គុកចោលអញ្ចឹងទៅរួចទៅលោកហ៊ុនតូជាប់នៅក្នុងបញ្ជីខ្មៅដែលមានដោយអ្វីដែលលោកហេងសុធីលើកឡើងដែរដូច្នេះដើម្បីរកយុត្តិធម៌សង្គមតតែយើងយកលោកហ៊ុនតូហ្នឹងមកស៊ើបអង្កេតទៅអាចរួចខ្លួនដល់លោកហេងសុធីដែលជាអ្នកខំប្រឹងផ្លុំកញ្ចែនោះហើយបើសិនជាបង្ក្រាបលោកហេងសុធីអ្នកណាទៀតក៏គេមិនហ៊ាននិយាយត្រឹមលោកហេងសុធីជាអុកញ៉ាលុយគាត់ក្រាលដេកដូចគ្នាដែរគាត់អត់តាំងរួចខ្លួនចំហ្មងប្រជាពលរដ្ឋក្រីក្រខ្វះខាតសកម្មជនអីគ្នាញ័រដោយកូនក្រៅអញ្ចឹងតើធ្វើយ៉ាងម៉េចដើម្បីដោះស្រាយបញ្ហានៅប្រទេសកម្ពុជាបានបងប្អូនយើងទៅមុខមិនរួចទេណាបាទឥឡូវនេះគឺបន្តទៀតកម្ពុជាបន្តរក្សាជំហររឿងថៃឈ្លានពានកម្ពុជាតែមិនព្រមប្តឹងថៃទៅតុលាការអន្តរជាតិខ្ញុំនិយាយដោយស្មោះខ្ញុំបាននិយាយច្រើនណាស់អំពីរឿងដែលកម្ពុជាមិនព្រមប្តឹងថៃទៅតុលាការព្រំប្រទានអន្តរជាតិឬយុត្តិធម៌អន្តរជាតិនេះខ្ញុំនិយាយរាល់ថ្ងៃ
តាំងពីខែឧសភានិយាយទៅតាំងពីឈប់បាញ់មិនថាឈប់បាញ់ទេនិយាយទៅចាំមួយឆ្នាំហើយជិតមួយឆ្នាំហើយរាល់ថ្ងៃសឹងថា365ថ្ងៃហើយដែលខ្ញុំនិយាយថាហេតុអីបានជាកម្ពុជាមិនប្តឹងថៃទៅតុលាការព្រំប្រទានអន្តរជាតិហើយមានគេជេរខ្ញុំថាខ្ញុំនឹងលក់ក្បាលឲ្យថៃគ្រប់ត្រថៃខ្ញុំមិនយល់ត្រង់ថាខ្ញុំអឺចង់ឲ្យប្តឹងថៃដើម្បីបានដីខ្មែរមកវិញហើយតែខ្ញុំទៅលក់ក្បាលឲ្យថៃនឹងលក់ដើម្បីអីខ្ញុំឆ្ងល់ចឹងហេតុអីបានជាខ្ញុំមិនសរសើរថៃគ្រប់ម៉ាត់ទៅហើយបងប្អូនត្រូវចាំណានៅពេលដែលខ្ញុំនិយាយអំពីចំណុចខ្សោយរបស់កម្ពុជាគឺខ្ញុំចង់ឲ្យកម្ពុជាកែព្រោះមិនចង់ឲ្យថៃឈ្នះយើងទេថៃឈ្លានពានយើងថៃធ្វើបាបយើងស្រក់ទឹកភ្នែកគ្រប់គ្នាគ្មានប្រជាជនខ្មែរណាម្នាក់មិនឈឺចាប់ចំពោះអំពើឈ្លានពានរបស់ថៃទេខ្ញុំក៏ឈឺចាប់ដោយបងប្អូនដែរឈឺចាប់លឹះបងប្អូនផងព្រោះខ្ញុំឈឺចាប់ហើយខ្ញុំស្រែករាល់ថ្ងៃបងប្អូនឈឺចាប់ដែរប៉ុន្តែបងប្អូនរងការធ្វើទុកបុកម្នេញមិនហ៊ាននិយាយខ្ញុំបាននិយាយជំនួសបថុយប្រឋានគ្រប់បែបយ៉ាងដែរត្រូវគេជេរប្រតិចក្របសពបែបយ៉ាងដែរហេតុអីបានជាខ្ញុំនិយាយអំពីចំណុចខ្លាំងរបស់ថៃហើយនិយាយពីចំណុចខ្សោយរបស់ខ្មែរគឺដើម្បីឲ្យខ្មែរភ្ញាក់ខ្លួនយើងចង់ឈ្នះសត្រូវយើងអត់មើលងាយសត្រូវទេបងប្អូនយើងចង់ឈ្នះសត្រូវគឺយើងរៀនសូត្រអំពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់សត្រូវហើយមើលចំណុចរបស់យើងថាតើយើងទៅជាមួយគេរួចអត់បើយើងទៅមិនរួចតើយើងត្រូវធ្វើអីទៀតប៉ុន្តែភាគច្រើនកម្ពុជារៀនពីចំណុចខ្សោយរបស់ថៃតែអត់រៀនពីចំណុចខ្សោយរបស់ខ្លួនឯងយើងរៀនពីចំណុចខ្សោយរបស់គេហើយយើងពេលជ្រាយចំណុចខ្សោយរបស់គេយើងថាគេដួលឧទាហរណ៍យើងថាយើងធ្វើពហិការយើងបានសម្រេចថៃនឹងរលាយខ្សលហើយសេដ្ឋកិច្ចគេតែតាមពិតថៃរលាយស្អីសេដ្ឋកិច្ចគេកាន់តែកើនភ្ញៀវគេកាន់នៅសល់មួយឆ្នាំ30លានយើងនឹងអត់បាន3លានផងសេដ្ឋកិច្ចគេនាំទៅពិភពលោកឡើង380លានដុល្លារ380ពាន់លានមិនមែន380លានទេលើសយើងដល់ទៅ30ដងទំហំសេដ្ឋកិច្ចគេហើយយើងថាគេរលាយភ្ញៀវគេចូលទៅថៃក្រាក់ម៉ោងហ្នឹងសូម្បីតែពលករខ្មែរក៏នៅតែរត់ឆ្លងដែនទៅសុំការងារធ្វើនៅថៃតែយើងថាគេរលាយហើយអីអញ្ចឹងទៅយើងនិយាយស្អំចិត្តដើម្បីឲ្យយើងមើលសត្រូវខុសហើយយើងថាយើងកំពុងតែឈ្នះថៃហើយព្រោះដោយសារតែយើងថ្កោលទោសថៃមិនទទួលស្គាល់ព្រំដែនដែលរំកិលដោយកម្លាំងប្រដាប់អាវុធជានិច្ចជានិរន្តរ៍800លើកជាងហើយយើងដាក់កំណត់ទូតទៅថៃច្រើនដងហើយយើងនៅតែបដិញ្ញាមិនទទួលស្គាល់ព្រំដែនដែលរំកិលនឹងទេព្រោះអីជាអំពើឈ្លានពានហើយយើងគិតថាហ្នឹងគឺជាដងដាវរបស់យើងនេះជាការបោកប្រាស់ប្រជាពលរដ្ឋយ៉ាងថាស្រស់តែម្ដងនយោបាយប្រជាពិធដ្ឋដែលស្អំចិត្តប្រជាពលរដ្ឋប៉ុន្តែធ្វើឲ្យប្រជាពលរដ្ឋខ្លោចផ្សាដោយដឹងថារឿងនេះគឺមិនឈ្នះថៃទេហើយខ្ញុំនិយាយមិនឈ្នះថៃដោយសារតែខ្ញុំចង់ឲ្យកម្ពុជាដូរដើម្បីឲ្យឈ្នះថៃគោលការណ៍អញ្ចឹងតើបងប្អូនមិនមែននិយាយដើម្បីបន្តិចបង្អាក់វាយប្រហារកម្ពុជាទេឥឡូវខ្ញុំនិយាយពីរឿងមួយដែលគួរឲ្យស្រក់ទឹកភ្នែកទៀតថ្ងៃនេះខ្ញុំចំណាយពេលវេលាច្រើនមែនតើសឹងថាអត់បានគេងមកយប់ទៀតទេបងប្អូនហេតុអីបានជាខ្ញុំនិយាយអញ្ចឹងគឺខ្ញុំទៅសិក្សាបទជប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025ឡើងវិញខ្ញុំទៅអានលំអិតគ្រប់ពាក្យគ្រប់ម៉ាត់ឡើងវិញព្រោះអីខ្ញុំបានផ្សាយច្រើនដងហើយតែខ្ញុំយកតែចំណុចណាគោលយកមកផ្សាយទេម្ដងនេះគឺខ្ញុំអង្គុយអានគ្រប់ពាក្យគ្រប់ម៉ាត់ហើយអង្គុយវិភាគពាក្យហ្នឹងថាតើមានន័យយ៉ាងម៉េចហើយក៏មើលសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាថ្ងៃ3ខែមករាឆ្នាំ2026ឡើងវិញដែរក្រសួងការបរទេសកម្ពុជាបងប្អូនមានចាំទេពេលដែលលោកទាសីហារដ្ឋមន្ត្រីក្រសួងការពារជាតិទៅចុះហត្ថលេខាព្រមព្រៀងជាមួយថៃឲ្យថៃនៅណានៅហ្នឹងដើម្បីបានប័ណ្ណជប់បាញ់ថ្ងៃ27ខែធ្នូឆ្នាំ2025គឺយើងព្រមព្រៀងគ្នាដែលមានប័ណ្ណជប់បាញ់មួយសេចក្តីប្រកាសរួមហ្នឹងជាមួយលោកណាត់តភងណាផានិចដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃនៅពេលនោះស្រាប់តែថ្ងៃទី3ខែមករាឆ្នាំ2026យើងចុះហត្ថលេខាព្រមឲ្យថាអ្នកណានៅណានៅហ្នឹងទាំងខ្មែរទាំងថៃស្រាប់តែថ្ងៃ3បងប្អូនដឹងប្រហែលថ្ងៃទេថ្ងៃ27ថ្ងៃ30ថ្ងៃ3មួយអាទិត្យ7ថ្ងៃក្រោយចុះហត្ថលេខាព្រមព្រៀងគ្នាអ្នកណានៅណានៅហ្នឹងក្រសួងការបរទេសកម្ពុជាចេញសេចក្តីថ្លែងការណ៍មួយគឺផ្ទុយស្រឡះទៅនឹងអ្វីដែលខ្លួនបានព្រមព្រៀងជាមួយថៃហើយរឿងនេះហើយដែលជារឿងខ្ញុំនិយាយថាពីគ្រោះថ្នាក់យើងបោកបន្លំប្រាប់ប្រជាពលរដ្ឋឲ្យជឿថាកម្ពុជាមិនសក់ចិត្តរឿងថៃឈ្លានពានខ្មែរទេយើងនិយាយប្រាប់ប្រជាពលរដ្ឋក៏ប៉ុន្តែបើយើងមើលសេចក្តីថ្លែងការណ៍របស់គាត់ពីថ្ងៃទី27ខែធ្នូឆ្នាំ2025និងថ្ងៃទី3មករាឆ្នាំ2026គឺកម្ពុជាចាញ់ក្តីថៃ 100% តែម្ដងបើសិនជាយើងនៅតែយកអាធွာដែលបដិសេធរឿងថៃឈ្លានពានយើងហើយចាំមើលខ្ញុំបញ្យល់បងប្អូនសេចក្តីថ្លែងការណ៍យើងអត្ថបទនេះចង់និយាយថាកម្ពុជារក្សាជំហរដដែលថាថៃឈ្លានពានយើងខ្ញុំលឺហើយ800ដងជាងហើយខ្ញុំលឺខ្ញុំផ្សាយរាល់តែដងដែរទេប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ដែលខ្ញុំនិយាយថាយើងឲ្យដងដាវទៅថៃហើយយើងនៅប្រើយុទ្ធសាស្ត្រដើម្បីស្អំចិត្តប្រជាពលរដ្ឋខ្មែរប៉ុន្តែយើងចាញ់ក្តីគេណាអញ្ចឹងបានខ្ញុំប្រាប់ឲ្យថាបើខ្ញុំជាមេធាវីការពារឲ្យកម្ពុជាបើសិនកូនក្តីខ្ញុំធ្វើចរិតបែបរដ្ឋាភិបាលខ្មែរសពថ្ងៃគឺខ្ញុំចាញ់ក្តីគេហើយខ្ញុំការពារក្តីគេមិនឈ្នះទេមិនបកកាយមេធាវីមកពីឋានប្រអិនណាក៏ការពារក្តីគេមិនឈ្នះដែរដោយសារអីដោយសារតែយើងលឹមឡំបលឹមបន្លំមិនច្បាស់លាស់ខ្លួនឯង
ភ័ស្តុតាងនឹងអង្គហេតុរបស់កម្ពុជាក៏ដប់ខ្លួនឯងអត់ជុំទេណាបងប្អូនហើយខ្ញុំនិយាយនេះណាមិនមែនរិះគន់ដើម្បីជន់ពលិចកម្ពុជាទេខ្ញុំគ្រាន់តែជម្រាបជូនបងប្អូនទាំងអស់ថាបងប្អូនត្រូវបានរដ្ឋាភិបាលកម្ពុជាធ្វើនយោបាយប្រជាពិធបោកប្រាស់យើងហើយធ្វើឲ្យដែនដីដែនអធិបតេយ្យរបស់យើងហ្នឹងគឺបាត់ទៅថៃគ្មានថ្ងៃទីមកវិញបានដោយសារតែយើងចាញ់ក្តីគេហើយខ្ញុំនៅតែប្រាប់ទៀតថាជំរឿសដែលល្អបំផុត100%នឹងបានដីថៃដីខ្មែរដែលថៃគ្រប់គ្រងមកវិញហ្នឹងយកមកវិញបានដោយមានជំរឿសមួយទៀតដែលខ្ញុំបានប្រាប់រាល់ដងតែខ្ញុំនឹងប្រាប់ជំរាបម្ដងទៀតមិនមែនខ្មែរយើងអស់ជំរឿសទេតែខ្មែរយើងជ្រើសរើសជំរឿសអស់ជំរឿសដែលល្អឈ្នះថៃយើងអត់ជ្រើសរើសយើងជ្រើសរើសជំរឿសអស់ជំរឿសដើម្បីស្អំចិត្តប្រជាពលរដ្ឋដើម្បីបោះឆ្នោតសង្គមសង្កាត់2027និង2028នេះដើម្បីឲ្យជឿថាអូអត់អីទេកម្ពុជានៅតែតតាំងនៅតែមិនទទួលស្គាល់ចឹងសង្ឃឹមថាបានដីនឹងមកវិញឲ្យកម្ពុជាប្រជាពលរដ្ឋហ្នឹងកុំតវ៉ាកុំក្រោកបះបោកុំអីទាំងអស់ឲ្យបោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាទៀតទៅបើអត់បោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាគឺយើងច្បាស់ណាស់មិនអាចនឹងទៅទាដីដែលយើងជំទាស់យើងមិនទទួលស្គាល់នឹងបានទេព្រោះឥឡូវយើងមិនទទួលស្គាល់នេះគឺជាយុទ្ធនាការនយោបាយរបស់គណៈបកប្រជាជនកម្ពុជាដែលកំពុងតែធ្វើទៅតាមផ្លូវហ្នឹងស្អំចិត្តឲ្យរងចាំបង្កើតភូមិរងចាំហើយលួងចិត្តចឹងទៅវាមិនអីទេក្នុងការដោះស្រាយក្នុងពេលអន្តរកាលដើម្បីឲ្យប្រជាពលរដ្ឋមានផ្ទះជ្រករងចាំអីរងចាំទៅឲ្យបាយទឹកគាត់ប្រសើរសេវាសុខាភិបាលអប់រំអីទៅល្អហើយព្រោះហ្នឹងជាសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋខ្មែរហើយក៏ជាកាតព្វកិច្ចការទទួលខុសត្រូវរបស់រដ្ឋាភិបាលកម្ពុជាដែរបើយើងខ្វះជំនួយពឹងទៅលើអង្គការសហប្រជាជាតិដូចជាកាកបាទក្រហមអន្តរជាតិអីឲ្យគេមកជួយទៅអត់អីទេអាហ្នឹងគេនឹងជួយព្រោះអីជាជនពិសេសរដ្ឋាភិបាលកម្ពុជាធ្វើបានហើយអត់អីហ្នឹងក៏ប៉ុន្តែបងប្អូនសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជាចុះថ្ងៃទីតាមពិតមិនមែនថ្ងៃទី3ទេគឺថ្ងៃទី2មករាបាទឥឡូវចាំមើលខ្ញុំអានបន្តិចឲ្យដើម្បីឲ្យបងប្អូនយល់ម្ដងទៀតកុំឲ្យថាខ្ញុំនឹងចេះតែថាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាតវ៉ាចំពោះការរំលោភបំពានរបស់ថៃនេះគឺថ្ងៃទី2ខែមករាពេលដែលថ្ងៃទី27ខែធ្នូឆ្នាំ2025ទឹមតែសញ្ញេឲ្យគេនៅណានៅហ្នឹងឥឡូវថ្ងៃទី2ខែមករាគឺ6ថ្ងៃក្រោយសញ្ញេឲ្យគេនៅណានៅហ្នឹងគាត់ថាកម្ពុជាតវ៉ាចំពោះការរំលោភបំពានរបស់ថៃហើយគាត់ថាការរំលោភបំពាននេះគឺខ្ញុំយកតែប្រការមួយមកនិយាយទេក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាសូមជម្រាបជូនសហគមន៍អន្តរជាតិនិងសាធារណជនទូទៅអំពីការបន្តសកម្មភាពកក្លិនរបស់កងកម្លាំងប្រដាប់អាវុធថៃប្រឆាំងនឹងអធិបតេយ្យបូរណភាពទឹកដីកម្ពុជាដោយនៅតំបន់ខ្លះស្ថិតចូលហួសពីខ្សែបន្ទាត់ព្រំដែនតាមជំហរថៃទៀតផងនេះគាត់ថានៅតំបន់ខ្លះស្ដាប់ពាក្យហ្នឹងខ្ញុំយកមកអានម្ដងទៀតដើម្បីឲ្យបងប្អូនយល់ក្រសួងការបរទេសកម្ពុជាប្រើពាក្យថាថៃឈ្លានពានចូលបូរណភាពដែនដីកម្ពុជាស្ថិតតំបន់ខ្លះក៏អត់និយាយទាំងអស់ទេបានន័យថាមានកន្លែងមួយចំនួនគាត់ទទួលស្គាល់ហើយតែតំបន់ខ្លះហ្នឹងហើយចាំមើលខ្ញុំប្រាប់ថាគាត់ទទួលស្គាល់តំបន់ណាហើយបើអានអានេះគឺវិលខួរក្បាលហ្មងគាត់ថាស្ថិតចូលហួសតំបន់ខ្លះគឺថៃរុលចូលមកហួសពីខ្សែបន្ទាត់ព្រំដែនតាមជំហរថៃទៀតផងអញ្ចឹងបានន័យថាម៉េចថៃគេមានជំហររបស់គេគឺជំហររបស់ថៃថ្ងៃ27ខែធ្នូឆ្នាំ2025បងប្អូនដឹងថាថៃមានជំហររបស់គេថ្ងៃ25ហើយថ្ងៃ27ខែធ្នូឆ្នាំ2025ហ្នឹងជំហរនៅកន្លែងណាខ្លះហើយមើលបងប្អូនដើរសួរបងប្អូនខ្មែរយើងទាំង18លាននាក់តើថៃគេប្រកាសជំហរដែនដីដែលគេគ្រប់គ្រងបានហើយកម្ពុជាព្រមឲ្យនៅណានៅហ្នឹងដីប្រមាណកន្លែងសាកមើលសួរទៅប្រជាពលរដ្ឋខ្មែរ18លាននាក់បើមានតែម្នាក់ឆ្លើយត្រូវខ្ញុំសឹងតែកាត់កកឲ្យចោលព្រោះអីរដ្ឋាភិបាលអត់ឲ្យមានកន្លែងណាច្បាស់លាស់អីតតែសោះអត់ដឹងថាថៃគេបញ្ជាក់ជំហរគេប្រមាណកន្លែងហើយឥឡូវថាអាជំហរដែលថៃថាប្រមាណកន្លែងដែលព្រមព្រៀងគ្នាថ្ងៃ27ហ្នឹងនៅក្នុងថ្ងៃទី2ខែមករាហ្នឹងក្រសួងការបរទេសថាថៃបានឈ្លានពានលើសពីអាជំហរថ្ងៃ27ខែធ្នូឆ្នាំ2025ហ្នឹងទៀតតើលើសកន្លែងណាខ្លះពួកអាជំហររបស់ថៃដែលថ្ងៃ27ខែធ្នូហ្នឹងយើងអត់តឹងបញ្ជាក់ថាថៃមានជំហរប្រមាណពួកខ្មែរអត់ប្រាប់ផងហ្នឹងយើងគ្រាន់តែនិយាយថានៅណាហ្នឹងដល់ឥឡូវយើងទៅនិយាយថាថៃចាប់ផ្ដើមបង្កិលហួសពីជំហរព្រមព្រៀងគ្នាថ្ងៃ27ខែធ្នូនឹងទៅទៀតហើយខ្មែរអត់ទទួលស្គាល់ទេថាអានេះគឺជាអំពើឈ្លានពានតើឈ្លានពានកន្លែងណាខ្លះតើតែខ្ញុំអានអត្ថបទនឹងឡើងវិញថៃឈ្លានពានទីតាំងដែនដីខ្មែរ14ទីតាំងនៅ4ខេត្តអីគេខ្លះខេត្តបន្ទាយមានជ័យភូមិព្រៃច័ន្ទភូមិជោគជ័យភូមិបឹងតគួនខេត្តពោធិ៍សាត់តំបន់ភ្លុកដំរីច្រកអន្តរជាតិថ្មដាគឺច្រកជ័យជំនះខេត្តព្រះវិហារតំបន់អានសេះតំបន់តាថាវតំបន់ភ្នំទ្រាប់ខេត្តឧត្តរមានជ័យតំបន់អូស្មាច់ប្រាសាទខ្នាប្រាសាទតាកបីប្រាសាទតាមាន់ធំតំបន់ជប់អង្គុញនិងតំបន់ជោគគ្រោះ14ទីតាំងដែលកម្ពុជានៅថ្ងៃទី2ខែមករាឆ្នាំ2026 6ថ្ងៃក្រោយចុះហត្ថលេខាព្រមព្រៀងគ្នាអ្នកណានៅហ្នឹងគាត់ប្រាប់ថាថៃបានឈ្លានពានទន្ទ្រានដែនអធិបតេយ្យក្នុងទីតាំង14ខេត្តសំទោស4ខេត្តមាន14ទីតាំងចុះអាទីតាំងដែលថៃបញ្ជាក់ជំហរថាវាយបានពីសង្គ្រាម2លើកនោះហើយទៅព្រមឲ្យគេនៅណានៅហ្នឹងថៃនៅណានៅហ្នឹងនៅកន្លែងណា
ព្រោះបើតាមមើលគឺកម្ពុជាអត់ទទួលស្គាល់ទាំងអស់សូម្បីតែអាដីព្រមព្រៀងគ្នាហ្នឹងក៏អត់ទទួលស្គាល់ដែរនេះអា14ទីតាំងដែលខ្ញុំដំបងខ្ញុំចេះតែគិតថាអានេះជា14ទីតាំងដែលយើងព្រមឲ្យថៃនៅកន្លែងណានៅកន្លែងហ្នឹងណាដល់តែពេលមកមើលសេចក្តីថ្លែងការណ៍គាត់ម្ដងហើយម្ដងទៀតមកយប់ទៅភ្លឺអង្គុយវិភាគចុះឡើងខ្ញុំថាចំកម្ពុជាបោកគាត់ចុះហត្ថលេខាជាមួយថៃដើម្បីឲ្យមានប័ណ្ណឈប់បាញ់ថាអ្នកណានៅណានៅហ្នឹងថៃគេព្រមដោយសារតែយើងព្រមឲ្យគេនៅណានៅហ្នឹងស្រាប់តែយើងថ្ងៃទី3ខែមករាយើងប្រាប់ថាអត់ទេអ្នកណានៅណានៅហ្នឹងគឺស្របទៅតាមតែជំហររបស់យោធាថៃដែលកំណត់ពេលដែលចរចាគ្នាតែអត់ដឹងចរចាកំណត់នៅកន្លែងណានៅណានៅហ្នឹងសិនប៉ុន្តែអានៅប្រហែលនេះទីតាំងទាំង14ទីតាំងដែលកម្ពុជារៀបរាប់នេះគឺថៃឈ្លានពានក្រោយប័ណ្ណឈប់បាញ់អូ my god ខ្ញុំដល់ពេលអានអានេះបានដឹងថារដ្ឋាភិបាលយើងគឺកំពុងតែលាមកចូលឈ្នៀងហើយបងប្អូនហេតុអីបានខ្ញុំថាលាមកចូលឈ្នៀងចុះបើដែនដីទាំង4ខេត្តនេះដែលឈ្លានពានខ្មែររំលោភដែនដីខ្មែរដោយខុសច្បាប់តំបន់ភ្នំទ្រាប់ប្រាសាទតាមាន់ធំប្រាសាទតាកបីថៃវាយយកបានទាំងពីរលើកហ្នឹងគេគ្រប់គ្រងយូរហើយតាយើងទៅចុះហត្ថលេខានៅថ្ងៃទី27ខែធ្នូឆ្នាំ2025លោកទាសីហាអត់ដឹងថាតំបន់ហ្នឹងថៃគេគ្រប់គ្រងហើយអស់ហើយចឹងប្រាសាទតាកបីថៃវាយរំលោភរៀបដល់ដីដល់តែបាក់ខ្ទេចខ្ទីស្លាប់ទាហានយើងកជើងហើយទៅគេគ្រប់គ្រងអស់ហើយយើងព្រមឲ្យគេនៅណានៅហ្នឹងដោយទាំងប្រាសាទតាកបីប្រាសាទតាមាន់ធំប្រាសាទខ្នាតតំបន់មុំ3តំបន់អីទាំងអស់នេះនៅក្នុងកិច្ចព្រមព្រៀងថ្ងៃទី27ខែធ្នូឆ្នាំ2025ចុះបើអស់លោកថាអាទាំងអស់ហ្នឹងជាតំបន់ដែលថៃឈ្លានពានក្រោយបាត់ជប់បាញ់ដូចសេចក្តីថ្លែងការណ៍របស់អស់លោកហេតុអីក៏អស់លោកមិនតវ៉ាប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិភ្លាមទៅកាលពីថ្ងៃនោះព្រោះកិច្ចព្រមព្រៀងយើងព្រមព្រៀងគ្នាហើយបើថៃឈ្លានពានហើយយើងអត់ទៅវាយថៃបានហេតុអីក៏មិនប្តឹងទៅតុលាការអន្តរជាតិព្រោះវាហួសពីបទឈប់បាញ់ឥឡូវសរុបសេចក្តីមកគឺទីតាំងទាំង76ទីតាំងរួមទាំងអា4ទី14កន្លែងនៅ4ខេត្តនេះផងគឺបានន័យថាថៃឈ្លានពានក្រោយបទឈប់បាញ់ទៅវិញនេះបងប្អូនយល់យ៉ាងម៉េចខ្ញុំអត់យល់សោះតែម្ដងនេះខ្ញុំដល់អញ្ចឹងទៅបានថាយើងចាញ់ក្តីថៃហើយបងប្អូនយើងចាញ់ក្តីថៃដោយមិនបាច់តតាំងក្តីកើតទេបើយើងនិយាយបែបនេះព្រោះអីអូខេឥឡូវខ្ញុំអានបទជប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025ឲ្យបងប្អូនស្ដាប់បងប្អូនម្ដងទៀតណានិយាយនេះណាអត់មានចេតនាទៅបន្តិចបង្អាក់ឬក៏ប្រាប់ថាកម្ពុជាយើងខ្សោយកម្ពុជាយើងចាញ់ថៃយើងនិយាយនេះឲ្យដងដាវថៃយើងនិយាយកាន់ជើងថៃអត់ទេបងប្អូនណាប្រកាន់គោលការណ៍សច្ចយុត្តិធម៌យើងទាំងអស់គ្នា18លានអ្នកគឺជាជោគវាសនាជាម្ចាស់ប្រទេសយើងត្រូវដឹងរឿងហេតុអីបានជារដ្ឋាភិបាលខ្មែរធ្វើបែបនេះហើយប្រជាពលរដ្ឋខ្មែរអត់បានដឹងរឿងអីសោះហើយយើងនៅតែចាញ់បោកគេឲ្យគេពវក់ក្បាលយើងស្រេចតែអញ្ចឹងខ្ញុំអាណិតប្រជាពលរដ្ឋយើងទាំង18លានអ្នកខ្ញុំដឹងថារដ្ឋាភិបាលកម្ពុជាក៏ចង់បានដីនេះមកវិញដែរមិនចង់ឲ្យខ្មាស់គេព្រោះប្រជាពលរដ្ឋថ្កោលទោសបែបនេះទេខ្ញុំដឹងយើងឃើញគាត់តវ៉ា800លើកជាងហើយផ្ញើកំណត់ទូ10លើកហើយទៅថៃឲ្យរៀបចំការវាស់វែងដីគណៈកម្មការ JBC នេះខ្ញុំដឹងតាគាត់ប្រឹងក៏ប៉ុន្តែយើងអង់គ្លេសគេហៅថា we are barking the wrong tree no barking the wrong tree ហ្នឹងប្រែថាឆ្កែគឺព្រុសខុសដើមឈើចង់និយាយព្រុសខុសកន្លែងខុសល្មមហើយយកអានយោបាយហ្នឹងមកស្អំចិត្តប្រជាពលរដ្ឋហើយមកធ្វើបាបប្រជាពលរដ្ឋដែលនិយាយឲ្យរដ្ឋាភិបាលប្តឹងគេយើងទៅបិទមាត់គេជេរមរាយគេយើងកកោកកាយគេថាគេក្បត់ជាតិ